បាទអញ្ចឹងពេលនេះយើងនឹងធ្វើការដំឡើងនៅឧបករណ៍ TP-Link យើងដដែលតែដើរតួជាឧបករណ៍ AP ម្ដងបាទដោយសារផ្ទះយើងឧទាហរណ៍ផ្ទះយើងមាន2ជាន់ហើយអ៊ីនធឺណិត router របស់យើងទី1ហ្នឹងគឺបានដាក់នៅជាន់ទី1អញ្ចឹងឃើញថាជាន់ទី2វាមានសេវាអត់ល្អសេវាវាអត់ដល់ជាន់ទី2អញ្ចឹងយើងត្រូវការតបន្ថែមទៀតនៅជាន់ទី2ថែមឧបករណ៍មួយទៀតថែមឧបករណ៍ AP មួយទៀតដើម្បីឲ្យមានសេវាគ្រប់លំដាប់នៅជាន់ទី2អញ្ចឹងយើងមើលទៅតាម diagram នេះគឺយើងនឹងធ្វើការភ្ជាប់ខ្សែពីឧបករណ៍ router ដែលនៅជាន់ទី1នេះមកកាន់ឧបករណ៍ router ដែលនៅជាន់ទី2តែលើកនេះដោយសារតែយើងដំឡើងឧបករណ៍ TP-Link នេះឲ្យដើរតួទៅជា AP អញ្ចឹងយើងអត់បានដោតខ្សែពីជាន់ទី1មកជាន់ទី2នេះដោតទៅលើ WAN port ទេគឺយើងដោតពី LAN port មក LAN port ដដែលបាទយើងដោតពី LAN port មក LAN port ដដែលអញ្ចឹងបើយើងក៏លេខទៅមើល instruction ក្នុងការដំឡើងវិញបាទទី1គេឲ្យយើង set IP address ទី2គេឲ្យយើង disable DHCP និងទី3យើង set up Wi-Fi បាទអញ្ចឹងទី1គេឲ្យយើង set IP address 192.168.2គឺជា IP ដែលស្ថិតនៅក្នុង range ជាមួយនឹង IP របស់router ទី1ណា router ដែលមានអ៊ីនធឺណិតបាទអញ្ចឹងយើងមកសាកល្បងអនុវត្តទាំងអស់គ្នាបាទយើងចូលមកកាន់ browser បាទហើយយើងដូចមុនអញ្ចឹងណាយើង 192.168.1ដើម្បីចូលមកផ្ទះ login page អញ្ចឹងពេលអានេះគឺវាឲ្យយើងបង្កើត username password ដូចមុនអញ្ចឹងបាទយើងវាយអីគេឡើងហ្នឹងយើងដាក់ថា admin add 1 2 3ឲ្យ a អក្សរធំ admin add 1 2 3បាទវាយឲ្យដូចគ្នាបាទ get start វានឹងឲ្យយើងចូលមកកាន់ login ម្ដងទៀត admin add 1 2 3បាទ login ចូលហើយបាទយើងចូលមកកាន់ advanced setting បាទរួចយើងចូលមកកាន់ប្រអប់ឥឡូវយើងធ្វើចំណុចនេះមុនទៅដើម្បីឲ្យវាកុំឲ្យវាស្ទះខ្ញុំសូមធ្វើចំណុច set Wi-Fi មុនសិនបាទអញ្ចឹងខ្ញុំចូលទៅកាន់ set Wi-Fi មុនទៅហើយ wireless setting ហើយខ្ញុំដាក់ឈ្មោះ Wi-Fi មកឧទាហរណ៍ថាវានៅsecond floor អញ្ចឹងខ្ញុំដាក់ថា second floor Wi-Fi អានេះសំដៅទៅលើ Wi-Fi 2G ហើយខ្ញុំដាក់ password ដូចអត់ដល់ cream មកបាទ 5G save មួយបាទរួចយើងចូលមកកាន់ 5G ម្ដងបាទយើងវាយពាក្យថា second floor ខ្ញុំឲ្យឈ្មោះថា second floor 5G ណា 5G password ដូចគ្នាបាទ password ខ្ញុំដាក់ដូចគ្នារួចយើងចុចប៊ូតុង save បាទធ្វើ Wi-Fi ហើយយើងចូលមកកាន់ការLAN IP នេះបាទយើងចុចទៅកាន់ network រួចយកពាក្យថា LAN បាទដោយសារតែ IP វាគឺ 192.168.0.1 ជា IP default របស់ router ដែលវាខុសជាមួយនឹង range របស់ IP main router បាទដោយសារ main router យើងគឺ 192.168.1 អញ្ចឹងយើងត្រូវកែវាឲ្យដូច range router ដែរមកបាទដែលខ្ញុំកែដាក់ថា .8.2 វិញណាយើងអត់យក.1ទេព្រោះ.1ជា IP របស់ main router ហើយអញ្ចឹង router ទី2របស់យើងគឺ 192.168.2 ម្ដងណាបាទរួចចុចប៊ូតុង save អញ្ចឹងវានឹងធ្វើការ reboot មួយទៀតណាដោយសារយើងផ្លាស់ប្ដូរ IP ឲ្យវាអញ្ចឹងបន្ទាប់ពី reboot ហើយវានឹងចេញផ្ទះ login screen ម្ដងទៀតបាទអញ្ចឹងយើងធ្វើការបញ្ចូលនៅ password យើងម្ដងទៀត admin add 1 2 3បាទខ្ញុំ login ចូលបានហើយបាទចំណុចឥឡូវយើងធ្វើបានចំណុចចំនួន2ចំណុចឯណោះ Wi-Fi និងដូរ IP អញ្ចឹងដល់ចំណុចចុងក្រោយគេគឺ disable DHCP ណាមូលហេតុដែលយើង disable DHCP ដើម្បីកុំឲ្យ router ទី2របស់យើងនេះមានសិទ្ធិក្នុងការបោះ IP មកឲ្យ IP ទី1វិញអញ្ចឹងយើងអត់ត្រូវការទេណាយើង disable DHCP ចោលអញ្ចឹងយើងចូលទៅកាន់ប្រអប់ advanced network DHCP server បាទរួចយើងយកពាក្យថា disable នេះបាទយើងបោះ tick ចេញមកចុចប៊ូតុង save ជាការស្រេចបាទបន្ទាប់ពី save រួចរាល់ហើយបងប្អូនអាចធ្វើការបដោតខ្សែបាទណាបញ្ជាក់ការ set up របៀបនេះគឺយើងអត់ទាន់ដោតខ្សែមួយនេះទេណាយើងអត់ទាន់ដោតទេយើងប្រើតែខ្សែមួយនេះភ្ជាប់មួយ laptop យើងដើម្បី configure យើង configure ចំណុចទាំង3នេះរួចរាល់ហើយតែយើងធ្វើការដោតខ្សែពី router ទី1មក router ទី2បាទមានតែប៉ុណ្្នឹងទេ
ចឹងខ្ញុំធ្វើការដោតខ្សែយើងធ្វើការដោតខ្សែរួចរាល់ហើយបាទយើងអាចលេងបានហើយរបស់នេះបាទនេះគឺយើង set up លក្ខណៈ GAP ឥឡូវយើងភ្ជាប់តាម Wi-Fi ដែលយើងបង្កើតមិញគឺ second floor ណាបាទនេះ second floor Wi-Fi បាទយើងចុច second floor មក connect grade 8 grade 9ណាអូ isn't grade ខ្ញុំឲ្យអត់តាន់ដឹងsecond floor 1 2 3 4 1 2 3 4បាទនេះគឺភ្ជាប់ឯងខ្ញុំប្រើ Wi-Fi អញ្ចឹងចង់ដឹងវាដើរអត់ខ្ញុំសុំបិទខ្សែចោលសិនខ្ញុំប្រើលើ Wi-Fi នេះអញ្ចឹងគឺថា Wi-Fi យើងដើរដែរណាស្ទើរពីអីមួយមក background នេះគឺដើរត្រយណាបាទអញ្ចឹងគឺថា Wi-Fi យើងដើរហើយសម្រាប់ជាន់ទី2អូខេបាទមានតែប៉ុណ្្នឹងទេ